បងប្អូនអើយមាននៅរសជាតិសងខ្នោអត់ទាំងក្លិនទាំងរសជាតិមានអារម្មណ៍ថាញ៉ាំហើយចង់ញ៉ាំទៀតណាមករៀនធ្វើចែកគ្នាភ្លក់បងប្អូនប៉ាម៉ាក់យាយតាជុំគ្នានៅផ្ទះបើធ្វើឆ្ងាញ់ហើយយកទៅវត្តទៀតក៏បានដែរសម្រាប់ខ្ញុំជួយចិត្តញ៉ាំបានសមខ្នោមានអារម្មណ៍ថាញ៉ាំអត់តលាន់ទេប៉ុន្តែវារៀងពិបាករកទិញបន្តិចលើកទី1រៀងពិបាកធ្វើទីឲ្យបងប្អូនដល់ពេលលើកទី2លើកទី3រៀងសតជំនាញទៅក៏ធ្វើបានឆ្ងាញ់ដូចគេដូចឯងទៅមកឥឡូវរបៀបធ្វើខ្ញុំគឺខ្ញុំមានកតំណាប់1គីឡូហើយខ្ញុំត្រាំទឹករយៈពេល1ម៉ោង2ម៉ោងអញ្ចឹងដើម្បីឲ្យកតំណាប់យើងហិចងាយស្រួលឆាប់ឆ្អិនក្រោយពីហិចហើយក៏យើងលាងច្រោះវាឲ្យស្អាតឲ្យស្រស់ទឹកបន្តិចហើយយើងមានខ្ទិះដូងខ្ទិះដើមមកបានខ្ទិះខ្មែរយកមកកិនសុតស្រស់ក៏តែឈ្ងុយមែនតើធ្វើមុនគេគឺយកអង្ករដែលយើងត្រាំហើយស្រង់នឹងឆាជាមួយខ្ទិះដូងហើយថែមអំបិលបន្តិចជាមួយនឹងស្ករយើងអាចភ្លក់បន្តិចទៅហើយខ្ជាក់ចោលទៅដើម្បីឲ្យដឹងរសជាតិថាវាផ្អែមប្រៃកម្រិតណាព្រោះវាត្រូវការឲ្យរសជាតិសាច់នំរបស់យើងហ្នឹងវាមានរសជាតិល្មមឲ្យចាប់ជាតិជាមួយនឹងខ្នោកាលណាសាច់សមសាបពេកក៏អត់ចាប់ជាតិជាមួយខ្នោដែរហើយយើងទុកវាឲ្យត្រជាក់មិនលើសិនទៅយើងមកបកខ្នោចង់ប្រើខ្នោអីក៏បានដែរតាមបងប្អូនមានចឹងទៅតែត្រូវតែជាខ្នោទុំដែលមានក្លិនឈ្ងុយហើយរសជាតិផ្អែមមុតបើពិបាករកខ្នោណាំងដាក់ខ្នោក្រត់មកបងប្អូនខ្ញុំរៀបចំពេជ្រដងដូចស្ទើខ្ទិះដូងខ្ញុំក៏យកខ្ទិះដូងមកស្រូបថែមស្លឹកចេកកាត់ទំហំប៉ុនខ្ញុំហើយជូតឲ្យស្អាតយកទៅសោះទឹកក្តៅឲ្យទន់ហើយរបៀបដួសខ្ចប់បងប្អូនហ៊ានធ្វើតាមខ្ញុំទៅទោះបីជាទី1ទី2ខ្ចប់ឲ្យបានស្អាតពេលខ្ចប់យូរទៅវានឹងបានស្អាតតែត្រូវតែខ្ចប់ឲ្យណែនហើយអត់ចាំបាច់ចងខ្សែកុំភ្លេចចាអង្គឆាតឲ្យហិចទេតែហិចយើងខ្ចប់អត់ណែនទេចឹងទៅក៏អត់ណែនល្អដែរជាទុនខ្ចប់ហើយរៀបឲ្យណែនចំហុយក្នុងលឹងសឹងក៏បានកញ្ឆែងប្រហោងក៏បានដែរតែដាក់ឲ្យផុតទឹកដាក់កម្ដៅឲ្យថេចំហុយយូរបំផុត20នាទីឆ្អិនហើយតោះចាំការបញ្ចេញទ្វេដៃមួយមើលឆ្អិនហើយទុកនំឲ្យត្រជាក់បន្តិចចាំបកញ៉ាំនិយាយពីថាល្មុតខ្ទិះឈ្ងុយមែនតើ